បើបដូរមកវិញនឹងខ្លាយជាអ្នកមានណាស់គិតទៅប្រាក់បៀវត្សប្រចាំឆ្នាំបានមាសប៉ុន្មានដំឡឹងមាសមែនទេចំណូលចិត្តអ្នកប្លែកមែនទែនមួយប្រអប់ល្មមទេល្អណាស់ជាសេដ្ឋីដែរមិនក៏គ្មានក្រេស្នែងសំរុំមួយសោះចឹងចុះប្រអប់ខ្មៅនោះជារបស់អ្វីទៅប្រធានមើលទៅស្រីម្នាក់នោះដូចជាមានបញ្ហាខួរក្បាលហើយតើលោកពិតជាចង់នាំនាងទៅមែនទេពិតណាស់មិនដឹងមិនទេខ្ញុំមានអារម្មណ៍ថានាងនឹងក្លាយជាអ្នកសង្គ្រោះរបស់ហាងឆុងដាំជេញ៉ានរបស់ខ្ញុំប្រាប់ចឹងដោយសារតែមេចុងភៅផាក់មិននៅដូច្នេះអ្នកទាំងអស់គ្នាត្រូវស្ដាប់តាមការបញ្ជារបស់ខ្ញុំជំរាបសួរលោកប្រធានថាជាសេដ្ឋីមែនពិតជាមិនខុសទេស្កឹមស្កៃជាងក្នុងវង្សទៅទៀតនោះគឺព្រះនាងស៊ូរ៉ាស៊ីនគាត់ជាបុកបុរសរបស់គ្រួសារយើងមនុស្សម្នាក់នេះជាកូនចៅរបស់គ្រួសារយើងតើលោកប្រធានតើស្រីម្នាក់នេះជាកាំងហេលីនជាចុងភៅថ្មីនាងនឹងហ่ะតើនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេតើខ្ញុំមានបញ្ហាត្រង់ណាតើមកពីសាលាណារៀនពីគ្រូណាគេគ្មានគ្រូទេរៀនដោយខ្លួនឯងចុះចំណាត់ថ្នាក់ចុងភៅទូទាំងប្រទេសលេខប៉ុន្មានដែរចំណាត់ថ្នាក់ប្រហែលជាលេខ0ដឹងបើលើពីលេខ1គឺលេខ0ឲ្យត្រូវទេលេខ0ហ៎ចឹងមានន័យថាក្រោយចំណាត់ថ្នាក់តើឈួតមែនហើយលោកប្រធានហាងឆុងដាំជេមានប្រពៃណីរាប់សិបឆ្នាំមកហើយមិនមែនឲ្យអ្នកណាក៏ចូលមកធ្វើជាចុងភៅបាននោះទេបើចង់ចូលមកជាអ្នកថ្មីត្រូវតែឆ្លងកាត់ការសាកល្បងឲ្យបានច្បាស់លាស់សិនផ្ទុះហើយមិនស្គាល់សំបីតែកាំភ្លើងបាញ់ភ្លើងបើមើលទៅស្មានតែមនុស្សមកពីសម័យបុរាណហើយបើត្រាំជាមួយស្រាចម្អិនអាហារវានឹងធ្វើឲ្យសាច់រឹងហើយគួរតែប្រើប៉ោមដើម្បីបំបត្តិក្លិនឆ្អាបនិងផ្ដល់រសជាតិផ្អែមបែបធម្មជាតិវិញល្អជាងស្ងាត់មាត់ទៅនាងជាស្អីបានជាមកចង្អុលបង្ហាញមេចុងភៅរបស់យើងនោះចេះតែនិយាយរំភើបតែមាត់នឹងទៅចេះរៀបចំគ្រឿងផ្សំឲ្យបានត្រឹមត្រូវសិនទៅចាំមកនិយាយនាងមិនទាន់ទាំងឃើញខ្ញុំធ្វើម្ហូបផងហេតុអ្វីក៏ហ៊ានវាតម្លៃលឿនម្ល៉េះតើនាងស្គាល់ការគ្រប់គ្រងគ្រឿងផ្សំទេរបៀបរក្សាបន្លែឬបង្ហូរឈាមសាច់ហើយផ្អាប់វាហើយចេះវះត្រីតាមផ្នែកធ្វើសាច់ឆៅទេនិយាយច្រើនម្ល៉េះយ៉ាងម៉េចដែរគ្រាន់តែចេះប្រើកាំបិតបន្តិចសោះធ្វើជាអួតការគ្រប់គ្រងកម្ដៅភ្លើងនិងរសជាតិវាជារឿងផ្សេងគ្នាស្រឡះសម្ដីនេះនិយាយត្រូវហើយលោកប្រធានខ្ញុំមិនអាចទទួលយកស្រីម្នាក់នេះបានទេខ្ញុំត្រូវតែឃើញនាងបង្ហាញសមត្ថភាពផ្ទាល់ភ្នែកដើម្បីឲ្យគ្រប់គ្នាបានភ្លក្សសូមឲ្យនាងធ្វើម្ហូបមួយមុខបង្ហាញមកបើអញ្ចឹងខ្ញុំនឹងបង្ហាញស្នាដៃឲ្យមើលចាត់ទុកជាគិតយកទៅចោះដែលបានភ្លក្សបើកាលពីមុនវិញគ្មាននរណាអាចចូលមកជិតម្ហូបដែលខ្ញុំធ្វើបានឡើយមានតែព្រះរាជានិងព្រះមហេសីប៉ុណ្ណោះទើបអាចសោយបានអួតខ្លាំងម្ល៉េះកុំតន់អពេកប្រយ័ត្នតែខ្មាស់គេទៅក្រោយក្នុងផ្ទះបាយគ្មានសំបីតែអុសតើត្រូវបង្កាត់ភ្លើងដោយរបៀបណាទៅចាំងដាឯងកំពុងលេងអីហ្នឹងតើនេះជាសុបិនអាក្រក់មែនទេហេតុអ្វីគ្មានភ្លើងឥឡូវនេះការប្រើប្រាស់ទឹកមានភាពងាយស្រួលណាស់មែនទេពិតជាល្អណាស់ប្រាកដណាស់គ្រាន់តែរៀបចំម្ហូបមួយចានសោះមកធ្វើចរិតចង់អួតមនុស្សធម្មតាក៏អាចធ្វើបានដែរបើធ្វើការដល់10ឆ្នាំមកនេះយកអាជំនាញអង្គនឹងមកបកគេថាខ្លួនជាមេចុងភៅសូម្បីតែសម្ភារៈផ្ទះបាយមូលដ្ឋានក៏មិនដឹងផងមកធ្វើជាមេចុងភៅស្អីកម្រិតប៉ុណ្ណឹងចង់មកធ្វើម្ហូបអីទៅគ្រាន់តែប៉ុណ្ណឹងតើវាអាចមានរសជាតិឆ្ងាញ់ទៅរួចភ្លក់មើលទៅចម្លែកណាស់មិញនាងធ្វើតែផ្ដេសផ្ដាស់តាមិនក៏មានក្លិនឈ្ងុយបែបនេះចាំខ្ញុំភ្លក់មើលចុះចាំខ្ញុំធ្វើជាអ្នកសាកល្បងរសជាតិឲ្យវាអន់រសជាតិដល់ថ្នាក់នឹងមែនទេឬមួយមានដាក់ថ្នាំពុលតើវាអន់រសជាតិដល់កម្រិតណាទើបបានជាស្រក់ទឹកភ្នែកបែបនេះចាំខ្ញុំភ្លក់មើលម្ដង
សំបីតែលោកប្រធានក៏មិនហ៊ានហាមាត់ដែរតើវាអន់យ៉ាងណាទៅឆាប់ចេញទៅមុនពេលគាត់ខឹងលោកតាបានបញ្ជូននាងពីលើមេឃមកឲ្យខ្ញុំហើយនាងជាអ្នកមានគុណរបស់ឈៀងដែមយ៉េតើមានរឿងអីហើយអ្វីបានជាលោកធ្វើបែបនេះសាក់ញ៉ាំខ្លួនឯងទៅដឹងហើយអរព្រះអើយក្នុងជីវិតខ្ញុំនេះទើបតែធ្លាប់ជួបទឹកស៊ុបបែបនេះជាលើកដំបូងទេវាមានរសជាតិដិតដល់ក្នុងមាត់ប៉ុន្តែចុងក្រោយបែរជាស្រាលស្រទន់និងស្អាតល្អណាស់លោកប្រធានបានទទួលស្គាល់ដោយផ្ទាល់ហើយតើនរណាហ៊ាននិយាយថាវាមិនឆ្ងាញ់ទៀតទោះជាយ៉ាងណាខ្ញុំមិនខ្វល់ពីសម្ដីមិនល្អដែលនិយាយចេញពីមាត់នោះទេបើមិនជឿសាក់ញ៉ាំខ្លួនឯងទៅតើនរណាថាមិនញ៉ាំតើនេះជាអ្វីមិនក៏មានរសជាតិបែបនេះទៅវិញមើលទៅសំបីតែមេចុងភៅរងរបស់យើងក៏ទទួលស្គាល់ដែរនាងបានប្រឡងជាប់ការធ្វើតេស្តដ៏តឹងរ៉ឹងរបស់ឈៀងដែមយ៉េហើយបានក្លាយជាសមាជិកផ្លូវការនៅក្នុងផ្ទះបាយសូមអបអរសាទរគ្រាន់តែចេះហាន់ត្រីនិងធ្វើស៊ុបបន្តិចបន្តួចវាគ្រាន់តែជាជំនាញពិសេសរបស់នាងប៉ុណ្ណោះចុះមុខម្ហូបផ្សេងទៀតគ្មានអ្វីធានាថានាងនឹងធ្វើមុខម្ហូបផ្សេងទៀតបានល្អនោះទេការធ្វើតេស្តនេះក៏គ្រាន់តែមកពីសំណាងល្អដែរវាជាការពិតណាស់ហើយចុងភៅរបស់យើងទាំងអស់គ្នាសុទ្ធតែជាកូនសិស្សរបស់រៀមច្បងល្បីតើស្រីស្រែគ្មានប្រភពច្បាស់លាស់ពីណាហ៊ានមកប្រៀបធៀបជាមួយពួកយើងទៅវិញបើជាចុងភៅគួរតែវាតម្លៃលើស្នាដៃធ្វើម្ហូបតើត្រូវមកគិតពីរឿងប្រភពដើមធ្វើអីអាយុនៅក្មេងសោះបែរជាមានគំនិតបុរាណម្លេះលោកប្រធានលោក Ryan Michigan ដែលជាគណៈកម្មការរបស់ Black Pearl បានមកដល់មុនម៉ោងកំណត់ហើយគាត់ចង់ឲ្យលើកម្ហូបឡើងភ្លាមខ្ញុំបានឮអំពីមុខម្ហូបមីរបស់ឈៀងដែមយ៉េយូរណាស់មកហើយថ្ងៃនេះទីបំផុតខ្ញុំអាចភ្លក់វាបានហើយប៉ុន្តែប្រសិនបើមិនអាចឆ្លងកាត់ការវិតម្លៃរបស់ខ្ញុំបានទេគឺគ្មានសិទ្ធិចូលរួមការប្រកួត Cerezek ឡើយកុំបារម្ភអីពួកយើងនឹងមិនធ្វើឲ្យលោកខកបំណងជាដាច់ខាតពិតមែនហើយក្រុមចុងភៅឈៀងដែមយ៉េរបស់យើងគឺជាអ្នកមានសមត្ថភាពដែលត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសកូរ៉េលាថាចុងភៅធំនៅទីនេះធ្លាប់បានចូលរួមក្នុងពិធីជប់លៀងរដ្ឋនៅវិមានខៀវដែរមិនដឹងថាជាព្រោះហេតុនេះទេទើបគ្រប់គ្នាមានទំនុកចិត្តខ្លាំងបែបនេះលោកគ្រូចុងភៅផកបានចាក់ចេញពីឈៀងដែមយ៉េភ្លាមដោយគ្មានដំណឹងអ្វីទាំងអស់ចុះបើអញ្ចឹងពួកឯងលោកគ្រូខ្ញុំជាសិស្សច្បងរបស់ចុងភៅផកខ្ញុំនឹងបង្ហាញពីសមត្ថភាពពិតប្រាកដរបស់ខ្ញុំឲ្យលោកបានឃើញទោះបីជាអនុចុងភៅរបស់យើងជាសិស្សរបស់ចុងភៅផកក៏ដោយក៏នាងជាចុងភៅលំដាប់កាយដែលស្ថិតក្នុងចំណោមចុងភៅកំពូលទាំង30របស់កូរ៉េដែរសូមអញ្ជើញភ្លុកតើកម្រិតរបស់ឈៀងដែមយ៉េមានតែប៉ុណ្ណឹងទេអីពិតជាគួរឲ្យអស់សំណើចមែនតើអាចទៅរួចយ៉ាងម៉េចទៅអ្នកលេងចាក់អំបិលចូលទាំងបោតែម្ដងតើធ្វើម៉េចចុងភៅលំដាប់ខ្ពស់មិនដឹងសំបីតែមូលដ្ឋានគ្រឹះបែបនេះថាម៉េចតើនេះកើតឡើងយ៉ាងម៉េចទៅមិនពិតទេមានអ្វីមួយខុសប្រក្រតីហើយបើកម្រិតប៉ុណ្ណឹងទេបិទហាងទៅនៅក្នុងជីវិតជាចុងភៅរបស់ខ្ញុំមិនដែលបង្កកំហុសបែបនេះទេមនុស្សដែលបានចូលក្នុងផ្ទះបាយនៅថ្ងៃនេះក្រៅពីពួកយើងខេងហេរិនគឺជានាងមែនទេបងយងទេលោកពូបើគ្មានសមត្ថភាពទេគួរតែបិទហាងលឿនទៅការទម្លាក់កំហុសលើក្មេងស្រីដែលគ្មានទោសពៃវាពិតជាថោកទាបពេកហើយមែនទេហេតុអ្វីបានជាចុងភៅនៅទីនោះ